ប្លង់គោលប្រើប្រាស់ដីខណ្ឌមានជ័យខណ្ឌមានជ័យមានផ្ទៃដីប្រមាណ 2490.44 ហិកតា មាន 7 សង្កាត់ និង 59 ភូមិ ហើយយោងតាមជំរឿនឆ្នាំ 2019 មានប្រជាជនចំនួន 256,577 នាក់ រស់នៅក្នុងខណ្ឌនេះ ខណ្ឌមានជ័យមានព្រំប្រទល់ជាប់នឹងខណ្ឌចំនួន 5 និងខេត្តកណ្ដាល ខាងជើងជាប់នឹងខណ្ឌចំការមន ខណ្ឌទួលគោក ខណ្ឌសែនសុខ ខាងត្បូងជាប់នឹងខណ្ឌដង្កោ និងក្រុងតាខ្មៅ ខាងលិចជាប់នឹងខណ្ឌពោធិ៍សែនជ័យ រីឯខាងកើតជាប់ទៅនឹងទន្លេបាសាក់ ដោយខណ្ឌនេះជាខណ្ឌដែលមានភាពចម្រុះទាំងការរស់នៅ និងពាណិជ្ជកម្មព្រមទាំងជាប់ដងទន្លេ ការបែងចែកការសាងសង់ត្រូវឲ្យសមស្របទៅតាមច្បាប់ដែលបានចែង មានតំបន់លំនៅឋានជាប់គ្នាដែលមានកម្ពស់ទាបត្រឹមជាន់ទី 2 ផ្នែកខាងលិចជាប់ភូមិក្បាលទំនប់ ខាងជើងទល់នឹងមហាវិថីកងយុទ្ធពលខេមរភូមិន្ទ 271 ខាងកើតទល់នឹងប្រឡាយជើងឯក ខាងត្បូងទល់នឹងមហាវិថីអ្នកអុកញ៉ាមហាភក្តីហ៊ុននាង វិមានសុភមង្គល ភូមិឫស្សី 1 បរិយពេញហួត The Star Internal ភូមិដំណាក់ធំ 1 និងបរិយនានាក្នុងភូមិដំណាក់ធំ 3 តំបន់លំនៅឋានដែលអាចសាងសង់កម្ពស់មធ្យមប្រភេទទី 2 ត្រឹមជាន់ទី 11 តំបន់លំនៅឋានកម្ពស់ខ្ពស់ប្រភេទ 1 ដែលអាចសាងសង់ត្រឹមជាន់ទី 18 តំបន់រដ្ឋបាលសាធារណៈ តំបន់ពាណិជ្ជកម្ម និងតំបន់លំនៅឋានចម្រុះ តំបន់លំហសាធារណៈនិងផ្ទៃបៃតង តំបន់វប្បធម៌និងសាសនា តំបន់ឧស្សាហកម្ម ប្លង់គោលប្រើប្រាស់ដីជាគោលនយោបាយអាទិភាពរបស់ជាតិស្ដីអំពីការរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ដើម្បីបម្រើជាផលប្រយោជន៍ជូនប្រជាជនគ្រប់រូប